សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំចង់បង្ហាញពីរបៀបផាត់មុខដែលនាងខ្ញុំផាត់មុខរាល់ថ្ងៃពេលព្រឹកឡើងទៅទទួលជំនូនណាបងប្អូនទាំងអស់គ្នាផាត់មុខពេលយើង make up ហាយជំនូនព្រឹកឡើងអញ្ចឹងណាយើងងាយតិចធម្មជាតិតែស្អាតសាហាវអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយការផាត់មុខនេះគឺវាមានអីច្រើនទេទស្សនាទាំងអស់គ្នាមកដំបូងឡើយយើងប្រើជាមួយលេមីសប្រភេទបែបហ្នឹងបងប្អូនទាំងអស់គ្នាចាំបងប្អូនទាំងអស់គ្នាជាដំបូងឡើយគឺយើងប្រើជាមួយនឹងលេមីសបែបហ្នឹងហើយយើងលាបឲ្យសព្វមកបងប្អូនទាំងអស់គ្នាលាបឲ្យសព្វទាំងកទាំងអីកុំឲ្យឃើញខ្មៅអញ្ចឹងបងប្អូនទាំងអស់គ្នាហើយបន្ទាប់មកយើងចាប់ផ្ដើមគូសអញ្ចឹងបែបហ្នឹងបងចាំបងប្អូនគឺយើងគូសចិញ្ចើមហើយយើងសិតបែបហ្នឹងដើម្បីឲ្យវាម៉ត់មើលទៅស្អាតអញ្ចឹងណាហើយយើងចាប់ផ្ដើមវាយជាមួយ color ភ្នែកអញ្ចឹងបងប្អូនទាំងអស់គ្នាហើយ color ភ្នែកគឺយើងវាយស្រាលបានហើយព្រោះពេលព្រឹកអញ្ចឹងណាហើយបន្ទាប់ពីយើងវាយ color ភ្នែកហើយយើងគូ eyeliner បង eyeliner ក៏យើងគូឆ្នូតទូចដែលបងគឺក៏គូមកស្អាតមកសមជាមួយនឹងការ make up ស្រាលបែបធម្មជាតិពេលព្រឹកអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងគូ eyeliner បែបហ្នឹងស្រាលបែបហ្នឹងហើយចេញទម្រង់ស្អាតហើយបងតែយើងត្រូវបន្ថែមជាមួយនឹង color ពណ៌តិចទៀតអញ្ចឹងណាបងប្អូនទាំងអស់គ្នាស្រាលបែបស្រាលថែមទៀតអញ្ចឹងណាចាបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងវាយជាមួយនឹង color ពណ៌ស្រាលបែបធម្មជាតិអញ្ចឹងហើយគឺយើងប្រើជាមួយក្រែមហើយក្រែមនេះដែរគឺនាងខ្ញុំជ្រើសរើសក្រែមរបៀបដាក់លក្ខណៈក្រែមក្តៅក្នុងលាបទៅឃើញវារបៀបថាខ្ជួតមើលទៅក្មេងអញ្ចឹងបងប្អូនទាំងអស់គ្នាហើយយើងប្រើជាមួយនឹង mascara ជាមួយនឹង mascara នេះដែរគឺនាងខ្ញុំប្រើជាមួយលាបទាំងខាងលើទាំងខាងក្រោមលាបទៅឃើញភ្នែកយើងរាងធំស្អាតអញ្ចឹងបងប្អូនទាំងអស់គ្នាហើយវីដេអូផាត់មុខពេលព្រឹករបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេនាងខ្ញុំនឹងធ្វើវីដេអូចងសក់ចែកជូនបងនៅវីដេអូក្រោយទៀតណាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូជម្រាបលាបាយបាយ